ការបង្កើតការបំពេញព័ត៌មានផ្សេងៗជាភាសាខ្មែរយើងបានជជែកគ្នារួចរាល់ហើយបងប្អូនហើយនៅពេលនេះដោយសារមានសំណូមពរពីបងប្អូនយើងមួយចំនួនគាត់ថាទូរស័ព្ទរបស់គាត់ប្រើភាសាអង់គ្លេសបាទភាសាអង់គ្លេសអត់បានដំឡើងអត់បានដាក់កម្មវិធីជាភាសាខ្មែរទេអញ្ចឹងគាត់បានផ្ញើសារមកខ្ញុំថាសូមឲ្យជួយបង្ហាញជាភាសាអង់គ្លេសម្ដងព្រោះអីគាត់អូសចោះអូសឡើងទៅវាអត់ឃើញហើយវាពិបាករកពាក្យពេចន៍មួយចំនួនអត់ត្រូវគ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនក្នុងការរៀបចំក្នុងការបង្កើតជាភាសាអង់គ្លេសហើយនឹងការបំពេញព័ត៌មានជាភាសាអង់គ្លេសនៅក្នុងទូរស័ព្ទដៃទាំងអស់គ្នាកម្មវិធីរបស់ Facebook បន្ទាប់មកបងប្អូនចុចនៅត្រង់ចុច3បន្ទាប់មកបងប្អូនឃើញទំព័រឃើញ page បាទ page ហើយខ្ញុំបញ្ជាក់ឡើងវិញ page នេះពេលខ្លះវានៅខាងលើហ្នឹងពេលខ្លះវាមកខាងក្រោមទៅតាមទូរស័ព្ទដៃផ្សេងគ្នាដោយដែលខ្ញុំបានជជែកកាលពីការបង្កើត page ជាភាសាខ្មែររួចរាល់ហើយនៅទីនេះវានៅខាងលើដដែលបាទដោយសារខ្ញុំប្រើទូរស័ព្ទដដែលគ្រាន់តែខ្ញុំបដូរភាសាពីភាសាខ្មែរមកភាសាមកជាភាសាអង់គ្លេសនៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំអញ្ចឹងទៅកម្មវិធីនៅដដែលហើយអាចថាពេលក្រោយហ្នឹងទោះបីទូរស័ព្ទដៃដដែលក៏ដោយវាអាចនឹងធ្លាក់មកក្រោមដូចគ្នាដែរបាទអញ្ចឹងបងប្អូនសម្គាល់គឺនិមិត្តសញ្ញាហើយបើអក្សរគេដាក់ថា page បាទនិមិត្តសញ្ញាវាគឺដូចទង់ជាតិពណ៌លឿងអញ្ចឹងណាបងប្អូនហើយដាក់ page បើជាភាសាខ្មែរដាក់ថាទំព័រអញ្ចឹងបងប្អូនចុចទៅលើវាបន្ទាប់មកបងប្អូនចុច create ខាងលើបងប្អូនអាចអូសមើលបន្តិចក៏បានអត់ទេយើងអាចចុច get start ទៅហ្មងក៏បានបងប្អូនដាក់ឈ្មោះទំព័រដាក់ឈ្មោះ page របស់យើងខ្ញុំដាក់Baku KH ខ្ញុំដាក់អញ្ចឹងទៀតបាទខ្ញុំសំទោសខ្ញុំសំដូរដាក់អញ្ចេះវិញខ្ញុំដាក់ Baku Farm បាទជាភាសាខ្មែរមានន័យថាកសិដ្ឋាន Baku អញ្ចឹងនៅទីនេះ search for category មានន័យថាpage របស់យើងហ្នឹងជាប្រភេទអ្វីបើសិនជាបងប្អូនលក់សម្លៀកបំពាក់បងប្អូនអាចដាក់ clothing បាទនេះ clothing brand clothing store clothing company បងប្អូនអាចយកមួយណាក៏បានបាទអាច clothing store អីចឹងទៅហើយបើបងប្អូនពាក់ព័ន្ធទៅនឹងសុខភាពបងប្អូនអាចដាក់ health បាទនេះ health beauty medical and health wellness website បាទអញ្ចឹងបងប្អូនដាក់ទៅតាមអាជីវកម្មរបស់បងប្អូនបាទដាក់ទៅតាមអាជីវកម្មប្រភេទអាជីវកម្មរបស់បងប្អូនហើយសម្រាប់ខ្ញុំជាកសិកម្មខ្ញុំដាក់ agriculture បាទខ្ញុំដាក់ agriculture ខ្ញុំដាក់យើងអាចដាក់បាន3បងប្អូនខ្ញុំដាក់ farmer market ខ្ញុំដាក់ farm បាទដោយសារខ្ញុំជាប្រភេទកសិកម្មអញ្ចឹងខ្ញុំរើស3ចំណុចហ្នឹងបាទ3ប្រភេទ3 category ហ្នឹងបើសិនជាបងប្អូនពាក់ព័ន្ធទៅនឹងគ្រឿងសម្អាងយើងអាចដាក់ទៅគ្រឿងសម្អាងសម្លៀកបំពាក់ដាក់ទៅសម្លៀកបំពាក់បាទអចលនទ្រព្យដាក់ទៅអចលនទ្រព្យទៅ real estate real អីចឹងទៅបាទវាទៅតាមប្រភេទpage របស់យើងបាទបន្ទាប់មកយើងចុច create បន្ទាប់មកបងប្អូនមាន2កន្លែងសម្រាប់ឲ្យយើងជ្រើសរើសទី1 promote your product or service ទី2 create content and connect with friends បើសិនជាយើងបង្កើតមកសម្រាប់ធ្វើអាជីវកម្មអនឡាញសម្រាប់ការលក់ដូរជាទូទៅខ្ញុំរើសយកខាងលើប៉ុន្តែបើបង្កើតមកសម្រាប់ផលិតជាមាតិកាផលិតជាវីដេអូបង្ហោះឬក៏ការបង្ហោះខ្លឹមសារអីផ្សេងមិនមែនជាការលក់អនឡាញទេមិនមែនការធ្វើទីផ្សារបែប digital ទេយកខាងក្រោមអញ្ចឹងខ្ញុំយកខាងលើដាក់រូប profile របស់យើងបងប្អូនចុចមកបាទខ្ញុំបើកសិនរូប profile ខ្ញុំយកមួយនេះបាទខ្ញុំដាក់រូប cover ចុចលើរូបថតនឹងទៀតខ្ញុំយករូបមួយនេះហើយយើងចុច next
នៅពេលដែលយើងបង្កើតដំបូងបងប្អូននេះឃើញអក្សរនៅតែនេះ page health need work បាទលូតពណ៌ក្រហមប៉ុន្តែនៅពេលដែលយើងបំពេញព័ត៌មានត្រឹមត្រូវទៅអាពណ៌ហ្នឹងវានឹងបដូរមកដល់នេះពណ៌លឿងវិញបងប្អូននេះpage health នេះវាទៅជា fair ទៅជាពណ៌លឿងបាទនៅត្រង់នេះបងប្អូនអាច select all select មានន័យថាយើងអាចអញ្ជើញមិត្តភ័ក្តិរបស់យើងឲ្យមក like មក follow page របស់យើងបានអញ្ចឹងបងប្អូនអាចចុច select all ត្រង់នេះក៏បានហើយចុច next បាទចុច invite មានន័យថាយើងអញ្ជើញមិត្តភ័ក្តិរបស់យើងឲ្យមកតាមដានឲ្យមក like page របស់យើងចុចដាំវាកំពុងតែបង្កើត page ឲ្យយើងហើយរួចរាល់ហើយបងប្អូនយើងបាន page ហើយនេះបាទបាន page បាទមកដល់ត្រង់នេះយើងទទួលបាន page របស់យើងគឺបានបង្កើតរួចរាល់ហើយតែយើងអត់ទាន់បានបំពេញព័ត៌មានគ្រប់ជ្រុងជ្រោយនៅឡើយហើយយើងបន្តចូលទៅការបំពេញព័ត៌មាននៅក្នុង page របស់យើងទាំងអស់គ្នាបាទនៅក្នុង Facebook page របស់យើងទាំងអស់គ្នាបងប្អូនអាចចុចនៅត្រង់ about បន្ទាប់មកបងប្អូនអូសទៅលើហើយ see all about នៅត្រង់នេះបងប្អូន add website បើសិនជាបងប្អូនមាន website បងប្អូនអាចចុចចូលនៅត្រង់ហ្នឹងបានហើយទី2 add social link នេះបើសិនជាបងប្អូនមាន YouTube មាន Instagram មាន Twitter មាន X ហ្នឹងបងប្អូនអាចភ្ជាប់បានហើយខ្ញុំរំលងសិននៅពេលដែលខ្ញុំបានបង្កើត YouTube channel រួចខ្ញុំនឹងភ្ជាប់ជាមួយគ្នា YouTube channel Instagram X Twitter ហ្នឹងយើងនឹងភ្ជាប់នៅពេលក្រោយទៀតប៉ុន្តែនៅពេលនេះយើងចាប់ផ្ដើមពីការ add address ទៅបាទយើងបំពេញព័ត៌មានពាក់ព័ន្ធទៅនឹងអាសយដ្ឋានរបស់យើងបាទអញ្ចឹងខ្ញុំដាក់ NR5 Natural ផ្លូវជាតិលេខ5យើងចុច save បន្ទាប់មក city update city ខ្ញុំដាក់ពូសាទ save zip code 150604ចុច save zip code នេះខ្ញុំគិតថាបងប្អូនអាចចេះរកហើយបាទចេះរកហើយបងប្អូនsearch ស្វែងរកនៅក្នុងកម្មវិធីរបស់ Chrome ហើយវាយ postal code ឬក៏ zip code នៅខេត្តរបស់យើងទៅវានឹងលោតមកហើយយើងនៅភូមិណាយើងនៅឃុំណាស្រុកណាហ្នឹងវានឹងប្រាប់ថា zip code យើងប្រមាណយើងអាចយកលេខហ្នឹងមកដាក់បានបាទហើយនៅត្រង់នេះគឺ ផែនទីបាទយើងអាចដៅផែនទីរបស់យើងចូលបងប្អូននៅតាណាបាទខ្ញុំដាក់ជុំនេះបាទខ្ញុំចុច save បាទរួចរាល់ហើយយើងត្រឡប់ក្រោយវិញនេះបងប្អូនអាស័យដ្ឋាននេះវាលោតមកនៅខាងក្រោមនេះហើយនេះបាទអញ្ចឹងយើងបំពេញព័ត៌មានបន្តគឺលេខទូរស័ព្ទរបស់យើងបងប្អូនអាចបំពេញបានលេខទូរស័ព្ទដែលយើងភ្ជាប់សម្រាប់ធ្វើអាជីវកម្មរបស់យើងណាបងប្អូនបាទអញ្ចឹងបងប្អូនអាចដាក់មក855 99 559 238ចុច save លេខទូរស័ព្ទនេះបងប្អូនត្រូវចាំថាជាលេខទូរស័ព្ទសម្រាប់ឲ្យអតិថិជនរបស់យើងតាក់ទងមកយើងក្នុងការទិញលក់ក្នុងការខលសួរនាំអីបាទមិនមែនលេខទូរស័ព្ទដែលយើងភ្ជាប់ស្ដារ email លេខទូរស័ព្ទបង្កើតគណនី Facebook អីទេបាទល្អវាគឺជាលេខមួយដាច់ដោយឡែកសម្រាប់ការទំនាក់ទំនងជាមួយអតិថិជនជាមួយនឹង fan របស់យើងបាទហើយបងប្អូនអាច add email នេះដូចទៅនឹងលេខទូរស័ព្ទដែរបងប្អូនជា email សម្រាប់អតិថិជនតាក់ទងមកយើងមិនគួរដាក់ email បង្កើតគណនី Facebook របស់យើងចូលមកទីនេះទេបាទអញ្ចឹងខ្ញុំសូមរំលងទីនេះ email បាទខ្ញុំមានដែរតែខ្ញុំអត់ដាក់ទេដោយសារ page នេះខ្ញុំគ្រាន់តែបង្ហាញបងប្អូនប៉ុណ្្នឹងទេ work experience បាទ work experience បងប្អូនអាចដាក់page ផ្លូវការរបស់យើងណាមួយមកបាទខ្ញុំដាក់ page ដែលបងប្អូនកំពុងតែមើលបាទ page នេះមើលចេញមកអត់វាចាញ់អញ្ចឹងនេះដាក់ founder
ត្រង់នេះដាក់ទីតាំងពូសាទត្រង់នេះបរិយាយខ្ញុំសូមមិនបរិយាយទេបាទខ្ញុំចុច save ខ្ញុំគិតថាបងប្អូនតាមទាន់ព្រោះអីខ្ញុំបានបង្កើតជាភាសាខ្មែររួចរាល់ហើយបងប្អូនអាចមើលប្រៀបធៀបជាមួយភាសាខ្មែរក៏បានដែរព្រោះអីដើម្បីកុំឲ្យវីដេអូនេះវែងកាលណាខ្ញុំនៅតែពន្យល់ចំណុចមួយសារថ្មីទៀតវាអាចថាវែងអាចថាបងប្អូនពិបាកតាមដានបាទអញ្ចឹងខ្ញុំចុច share at college សាកលវិទ្យាល័យរបស់យើងបងប្អូនអាចដាក់មកសេភាសាជាភាសាខ្មែរមើលចាញ់អត់បងប្អូនសាកលវិទ្យាល័យបាទយើង add high school បងប្អូន add college add សាកលវិទ្យាល័យខាងលើតែខ្ញុំសូមមិនបំពេញទេខ្ញុំមក add high school វិទ្យាល័យបាទបងប្អូនដាក់មកខ្ញុំដាក់ពូសាទ high school ចុច save class year ខាងក្រោមវាអាចបំពេញដែរតែខ្ញុំមិនបំពេញទេ add current city អាសយដ្ឋានបច្ចុប្បន្នរបស់យើងពូសាទសន្ទុះពូសាទសរសេរខុសពូសាទបាទ save share ទៀត add hometown search ពូសាទទៀត save share add pronounce add language add hour ខ្ញុំយក add hour សិនខ្ញុំជ្រើសរើសយក always open save មួយទៀត add price range អានេះក៏យើងអាចដាក់ដែរបងប្អូនកសិផលឬក៏បងប្អូនអីវ៉ាន់បងប្អូននឹងលក់តម្លៃប្រហែលជាប្រមាណថ្លៃធូរថ្លៃមុំទេឬក៏ថ្លៃខ្លាំងខ្ញុំយកធូរថ្លៃបាទអូសទៅលើទៀត add order name បងប្អូនអាចបំពេញបានឈ្មោះហាងយើងហៅខាងក្រៅនឹងហៅអីចឹងយើងអាចដាក់បាន add relationship បងប្អូនអាចដាក់បានយើងនៅ single យើងមានគ្រួសារហើយយើងមានទំនាក់ទំនងជាមួយអ្នកណា add family member សិតតែអាចដាក់បានបងប្អូនអាចបំពេញបានខ្ញុំគិតថាប៉ុណ្នេះសិនការបំពេញព័ត៌មានប៉ុណ្នេះហ្នឹងគឺល្អប្រសើរណាស់ទៅហើយ Facebook page បងប្អូនយើងមួយចំនួនមិនបានដល់ប៉ុណ្នេះទេបាទបង្កើតហើយគឺគាត់ណា create ហើយដាក់តែរូប profile ដាក់តែរូប cover ហ្នឹងគឺគាត់ធ្វើការបង្ហោះធ្វើការ share លាន់បាត់ហើយបាទហើយយើងបានបំពេញព័ត៌មានរឿងច្រើនដែរហើយមែនតើទៅសំបីរូបគម្របមុខរូប cover ហើយនឹង profile ហ្នឹងយើងត្រូវមានការរៀបចំការ design ឲ្យស្អាតដើម្បីឲ្យមានភាពទាក់ទាញដែរជារឿងល្អតែនេះដោយសារខ្ញុំអត់ទាន់បានចែករំលែកអំពីរបៀបក្នុងការកែប្រែក្នុងការ edit ក្នុងការរៀបចំរូបថតសម្រាប់ cover សម្រាប់ profile នៅឡើយអញ្ចឹងខ្ញុំរើសរូបផ្ទាល់ direct យកមកដាក់យកសិនហើយនៅពេលដែលពាក់ព័ន្ធទៅនឹងការកាត់តរូបភាពកាត់តវីដេអូខ្ញុំរៀបចំ design បានស្អាតខ្ញុំនឹងដូរ profile សារថ្មីដូរ cover សារថ្មីហើយបងប្អូននឹងបានរៀនបានសិក្សាបន្ថែមអំពីរបៀបកាត់តរូបភាពកាត់តវីដេអូនៅពេលនឹងដូចគ្នាដែរអញ្ចឹងដោយសារយើងអត់ទាន់បានបរៀនអញ្ចឹងក៏ខ្ញុំអត់ទាន់យកមកដាក់ដែរអញ្ចឹងយើងដាក់រូបផ្ទាល់សិនបាទអរគុណបងប្អូនជូនប៉ុណ្នេះពាក់ព័ន្ធទៅនឹងរបៀបក្នុងការបង្កើត page បងប្អូនមានអ្វីចូលរួមជាមួយវីដេអូនេះអាចសរសេរបានខាងក្រោមតាមទាន់បងប្អូនអាចសរសេរពាក្យទាន់ comment ទាន់អត់ទាន់ទេបងប្អូនអូសមើលចោះឡើងហើយបងប្អូនអាចផ្ញើសារមកសួរនាំបានបាទហើយទីតាំងមុខងារមួយចំនួនអាចនឹងមានការផ្លាស់ប្ដូរបាទបងប្អូនទូរស័ព្ទបងប្អូនខ្លះអាសញ្ញាចុច3ដែលខ្ញុំបង្ហាញហ្នឹងនៅខាងលើបងប្អូនខ្លះនៅខាងក្រោមដូចគ្នាអញ្ចឹងបងប្អូនព្យាយាមរកចោះរកឡើងទៅអាចនឹងឃើញហើយបាទហើយជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណជម្រាបលា